ជំរាបសួរចាថ្ងៃនេះសូមមកចែករំលែកបទពិសោធន៍របស់ខ្ញុំផ្ទាល់ក្នុងការពិនិត្យជាមួយនឹងឧបករណ៍ដេកសា Scan ដែលអាចបង្ហាញពីការតាមដានកំហាប់ឆ្អឹងនិងសុខភាពឆ្អឹងរបស់អ្នកជំងឺបានយ៉ាងសុក្រឹតនិងមានភាពច្បាស់លាស់ការពិនិត្យជាមួយនឹងម៉ាស៊ីនដេកសា Scan ពុំមានការឈឺចាប់និងមិនប៉ះពាល់ដល់សុខភាពឡើយរយៈពេលធ្វើខ្លីនិងទទួលបានលទ្ធផលភ្លាមៗវាស់កំហាប់ឆ្អឹងជាមួយនឹងម៉ាស៊ីនដេកសា Scan មិនតម្រូវឲ្យតមអាហារឬគេងសម្រាប់ពេទ្យនោះទេគ្រាន់តែដោះចេញនៅសារធាតុលោហៈនិងគ្រឿងអលង្ការហើយគេងនៅលើម៉ាស៊ីនរយៈពេលធ្វើដេកសា Scan ត្រឹមតែ10ទៅ15នាទីបន្ទាប់មកម៉ាស៊ីននឹងធ្វើការវាស់កំហាប់ឆ្អឹងដោយស្វ័យប្រវត្តិមួយវិញទៀតម៉ាស៊ីននឹងអត់បានបិទហត់ចិត្តដោយម៉ាស៊ីន Scan សរីរៈទេពិនិត្យដេកសា Scan គឺអាចឲ្យយើងតាមដានសុខភាពឆ្អឹងនិងព្យាបាលឲ្យទាន់ពេលវេលាជៀសផុតពីផលវិបាកទាំងឡាយដែលអាចកើតមានដោយសារជំងឺពុកឆ្អឹងមួយវិញទៀតសម្រាប់បុគ្គលដែលងាយប្រឈមនឹងហានិភ័យគួរតែតាមដាននិងឆែកកំហាប់ឆ្អឹងសុខភាពឆ្អឹងឲ្យបានទៀងទាត់យ៉ាងហោចមួយដងក្នុងមួយឆ្នាំ